វាសុខបាទហើយជុកពូទេបងបាទមកលើកនេះដូចជាស្រស់ស្រាយដូចស្រស់ថ្លាជាងមុនណាបងបាទចូលរឿងអាការៈរោគវាធូរស្បើយបាទអង្កលដែលខ្ញុំមកជួបពូដំបងពូមានអារម្មណ៍ថាខ្ញុំមើលឃើញពូដូចជាស្គមកាលនោះពូថារីកកពេញប្រូស្តាតចឹងណាពូបាទថ្ងៃនេះមករំខានពូបន្តិចដើម្បីចង់ដឹងអាការៈពូដោយសារតែពូធ្លាប់បានប្រើប្រាស់នៅលទ្ធផលខាងកុងធានមិនចឹងណាពូណោះចង់ឲ្យពូជម្រាបជូនទីតាំងដែលពូកំពុងរស់នៅហើយនឹងឈ្មោះរបស់ពូតិចមើលបាទខ្ញុំបាទឈ្មោះពូមនីអាយុ72ឆ្នាំ72ហើយបាទរស់នៅភូមិចុងព្រែកបាទសង្កាត់លេខក្រុងស្វាយរៀងយើងបាទចង់ឲ្យពូជម្រាបជូនពីអាការៈរបស់ពូដែលមុននឹងស្គាល់ខាងកុងធានហ្នឹងពូឈឺយ៉ាងម៉េចដែរពូបាទអាការៈរោគនឹងវាធ្វើឲ្យយើងនោមអត់ចេញបាទនោមអត់ចេញទេបាទពូមានបានទៅពេទ្យទេពូបាទទៅគេថាមិនដែរពូគេថាកពេញប្រូស្តាតហ្នឹងវារីកកពេញប្រូស្តាតវាឡើងកម្រិតដល់ណាទេបាទ180អញ្ចឹងអារីកកពេញប្រូស្តាតហ្នឹងវាធ្វើទុកយ៉ាងម៉េចដែរពូបាទអាហ្នឹងវាក្តៅហើយនោមបបាក់នោមណាស់មានថានោមមិនចេញមកនោមមិនចេញមករបាក់វានិយាយពីរឿងរបាក់នេះវាហួសនិយាយនោមឆ្លេឆ្លាវាសក់មកតក់ពីតក់ហ្នឹងទៅនេះមកតក់ពីតក់ហើយអានេះវាកាន់តែតោងឡើងរម៉ែរអើណាបងឈឺណាបងឈឺណាស់ក្រៅពេលធម្មតាពេលដែលយើងឈឺនោមហើយយើងអត់បានទៅបត់ជើងយើងដឹងថាវាពិបាកយ៉ាងណាបាទក្រៅពីអាទល់នោមហ្នឹងវាធ្វើឲ្យឆ្កេះពូឬក៏តសៃតសុំលោនគៀកយ៉ាងម៉េចដែរកាលមុនដំបូងវាអត់ទាន់អីទេបាទវាអត់ទាន់ឲ្យជាឈឺទេដល់កំណត់ចំដល់2ថ្ងៃ3ថ្ងៃចាប់ដើមរយឆ្កេះយើងរយឆ្កេះហើយក្នុងកលៀនយើងបាទដូចជាមានអារម្មណ៍ថាស្ពឹកសពុនមានអារម្មណ៍ថាឈឺកលៀនមកជាងហៀងបាទខាងឆ្វេងហ្នឹងรู้ណាបាទចុះបន្ទាប់ពីពូបានទៅឲ្យពេទ្យសងចោះបង្ហូរមកក្រៅអាការៈធូរឬក៏យ៉ាងម៉េចដែរវាកាត់បន្ថយអាការតឹងផ្លោកនោមនឹងមែនប៉ុន្តែវានៅតែមានបញ្ហាតែវានៅតែមានបញ្ហានោមនៅក្តៅនៅឈឺនៅឡើយទេមិនបាត់ទេដូច្នេះបានពូសមាជិកប្រើប្រាស់ខាងកូធាបាទដូចខ្ញុំដេកស្ដាប់រ៉ាឌីយ៉ូស្ដាប់វិទ្យុហ្នឹងបាទវិទ្យុហ្នឹងរ៉ាឌីយ៉ូបន្ទាប់ពីពូបានប្រើប្រាស់ផលិតផលខាងកូធាមួយរយៈពេលពូឃើញថាវាប្លែកយ៉ាងម៉េចដែរប្លែកត្រង់ថាកាលៀនក៏វាលែងរយសពួនណាបាទហើយចកេះយើងក៏លែងចុកលែងឈឺបាទកាត់ពូបន្តិចបន្ទាប់ពីពូចោះរួចហើយអាការៈហ្នឹងគឺនៅធ្វើទុកបែបណាខ្លះពូចកេះអីឬឈឺទេកាលយើងមិនទាន់ប្រើខាងកូធាមិនទាន់ប្រើខាងកូធានៅអាការៈនៅនោមក្តៅនៅឈឺឡើយទេបាទនៅចុកសពួននៅកាលៀននៅឈឺនៅបាត់នោមនេះនៅពិបាកណាស់វាបាទសឹងថាសង្ឃឹមក្នុងជីវិតណាបងបាទខ្ញុំពិបាកណាស់តែឈឺខ្លួនឯងមិនដឹងថាបាក់យ៉ាងម៉េចចេះតែដេកស្ដាប់រ៉ាឌីយ៉ូមើលស្ដាប់រ៉ាឌីយ៉ូរបស់យើងហ្នឹងបាទទៅសួរពូថាតើអាការៈមកដល់ពេលនេះយ៉ាងម៉េចដែរពូវិទូបានថាវានោមវាលែងក្រហមបាទហើយវាលែងឈឺដូចថាយើងឈឺយើងនោមទៅវាឈឺបាទវាអត់ឈឺទៀតទេអត់ឈឺនោមសឡើងវិញនោមលែងឈឺចុកពូថាចុករយកលៀនយ៉ាងម៉េចដែរអាហ្នឹងក៏វាបាត់ដែរបាត់ចុករយកលៀនចុកបញ្ហាចកេះរបស់ពូយ៉ាងម៉េចអាហ្នឹងក៏វាលែងដែរលែងឈឺចកេះដែរពូបាទលែងដែរហើយវាមិនត្រឹមតែប៉ុណ្្នឹងវាលែងឈឺទាំងកាពះទៀតអូកាពះលែងឈឺដែរបាត់ដែរអូចាំមានថាមិនត្រឹមតែពូមានបញ្ហាកាពេញប្រូស្តាតទេពូមានបញ្ហាដល់កាពះទៀតកាពះបាទអញ្ចឹងឥឡូវនេះសង្កេតឃើញថាកាពះរបស់ពូក៏មានបញ្ហាគឺស្ងប់ស្ងាត់ទៅវិញដែរពូណាបាទវាអត់អីដែរបាទចង់និយាយពីចំណាប់អារម្មណ៍ពូគាត់ថាខាងកូធាននេះបកកែទេបាទខ្ញុំមានជំនឿថាល្អប្រើហើយពូកែមែនបកកែដែលថាជួយខ្ញុំបានមួយចំនួនហ្នឹងជឿជាក់ទេពូជឿខ្ញុំជឿតែពូកុហកទេពូហើយមិនទេលើថាពូឥឡូវនេះកាន់សលហើយណាពូណាបាទអូអញ្ចឹងមិនកុហកទេពូនិយាយគាត់កាន់សលហើយអូកាលនេះបោសលឲ្យពូកាន់សលអញ្ចឹងបងប្អូនលោកពូគាត់ថាគាត់កាន់សល5ហើយគាត់អត់បំភ្លើអត់បំភ្លៃទេហើយតែខាងខ្ញុំមកជួលពូទេមិនទេអត់ទេពូណាមិនទេអរគុណអញ្ចឹងអ្វីដែលពូនិយាយពូកាន់សិលហើយសិល5ហើយខាងខ្ញុំក៏បានមកជួលពូដែរចកេះពូក៏លែងឈឺចុករយកលៀនក៏ពូលែងឈឺនោមក្រហមប្រែជាថ្លាមកវិញអញ្ចឹងបញ្ហាទាំងនេះសឹងថា90%ណាពូណាបាទហើយជា90%លោកពូអង្កលពីមុនពូប្រើខាងកូធាននេះជាប្រភេទអាថ្នាំអាជីវផលកំប៉ុងក្រហមណាពូណាប៉ុន្តែឥឡូវនេះពីខាងក្រុមហ៊ុនបានអាប់ដេតបន្ថែមទៀតអញ្ចឹងប្រសិទ្ធភាពគឺលើអាក្រហមទៀតពូណាតម្រងនោមកពេញប្រូស្តាតនោមញឹកនោមញាប់អ៊ូលទាស់គ្រោះក្នុងតម្រងនោមទេជួយទៅលើទាំងរោគស្ត្រីមានបញ្ហានោមខ្ទុះនោមឈាមគេហៅថាបំពេញទឹកបាយក៏អាចជួយបានដែរអានេះខ្លាំងមែនតើបងថ្លៃខ្ញុំមួយគាត់មានគ្រោះបាទគ្រោះក្នុងតម្រងនោមចុះមានអីទៀតពូហ្នឹងហើយអានេះថ្នាំគ្រោះតម្រងនោមពូណាបើសិនជាឥឡូវចេះមុននឹងពូសមាជិកប្រើនេះនាំគាត់ទៅពិនិត្យសិនតើគ្រោះតម្រងនោមហ្នឹងប្រហែលលីបន្ទាប់ពីពិនិត្យឃើញហើយចេញរេសាមកហើយចាំឲ្យគាត់ប្រើអស់មួយកំប៉ុងចាំនាំគាត់ទៅពិនិត្យភាសាទៀតតើបញ្ហាគ្រោះហ្នឹងវាបានថមថយឬដែរទេអញ្ចឹងណាពូខ្ញុំជឿថា2កំប៉ុងយ៉ាងច្រើននឹងធ្លាក់ហើយពូណា2កំប៉ុងយ៉ាងច្រើននឹងធ្លាក់ហើយ17លីអត់ខ្វល់ទេពូអត់ខ្វល់ទេប្រហែលលីក៏ដោយសំខាន់ឲ្យតែគាត់បានប្រើប្រាស់ជាមួយនឹងខាងទូធាលក៏លេខមកពូវិញឥឡូវនេះគឺថាចូលមកដល់បច្ចុប្បន្ននេះគឺអាការៈ
nhưng mà tên tới ban của bạn rồi hay thu nâng chẳng mạnh đai បាទហើយជា90ហើយ 90%ក្នុងនោះមានអារម្មណ៍ថាសប្បាយចិត្តទេពូ បាទទៅលើកទៅឆ្នោត ត្រូវឆ្នោតទៀតចាំថាថ្ងៃសល់អីបានទៅវត្តបានទៅវត្តអីធម្មតាណាពូ បានទៅធម្មតា បាទចង់ឲ្យពូចែករំលែកអ្នកដែលកំពុងតែមានបញ្ហាដោយពូហ្នឹងបានមកស្គាល់ខាងគុទាលឲ្យគាត់បានប្រើទៅបានជាដោយពូបានគាត់បានទៅធ្វើបុណ្យធ្វើទៀតដោយពូទាំងណាអញ្ជើញពូមានប្រសាសន៍ទៅ បាទលោកគ្រូខ្ញុំក៏មានអីវែងឆ្ងាយដែរក៏នឹងសូមផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់ដែលគាត់មានជំងឺមុខខ្ញុំដេញបានអធិប្បាយមិញនេះបាទឲ្យគាត់នឹងស្ម័គ្រចិត្តប្រើថ្នាំខាលគុទីនឹងទៅមិនជាបញ្ហាទេថ្នាំនេះល្អណាស់ល្អនៅតែជួយសង្គ្រោះយើងឲ្យយើងបានទៅវត្តទៅវាឲ្យបានយើងឲ្យយើងរស់បានយូរដើម្បីនឹងថែរក្សាកូនប្រពន្ធយើងតទៅថ្ងៃមុខទៀតដូច្នេះមានជំនឿលើខាលគុទីដោយពិតប្រកបបាទរឿងបញ្ហាមួយទៀតលោកគ្រូសួរខ្ញុំថាមកហ្នឹងគេជួលអីហ្នឹងគឺមិនទេមិនជួលទេតែបោសិតទៅបាទមិនមែនចេញថ្ងៃបើលើកឬក៏ថ្ងៃស៊ីសំណូកសោកប៉ាន់ដើម្បីលើកជើងក្រុមហ៊ុននឹងទេគឺមានតែនិយាយគាត់ប្រកាសមែន បាទអរគុណបាទ